នៅថ្ងៃនេះសួរថាតើហេតុអ្វីបានជាស្រីក្បត់ប្រុសហើយហេតុអីបានជាប្រុសក្បត់ស្រីចង់ឈ្នះគ្នាឌឺដញញ៉ៃគិតខ្ទេចខ្ទន់ចុកចាប់ស្ទើរខ្សែអនុសាវរីយ៍បងស៊ីនំគោមអូនញ៉ាំសមជ្រូកប្រែជាឥតន័យចិត្តចុកចាប់ចង់តែចង់ក៏ឲ្យជាតិរយទេវិញតើហេតុអ្វីចំអីលេងសួរចឹងហ្មងវក់រ៉េពេកមែនទេលបងសួរម៉ាក់នឹងអីវ៉ាន់ណាដាក់អារម្មណ៍ស្ដាប់អីតួណាថាហេតុអ្វីបានជាប្រុសក្បត់ស្រីសំណួរនេះខ្ញុំមិនសូវដឹងទេព្រោះគ្មានប្រវត្តិក្បត់ស្នេហ៍បើថាអត់ទេស្បត់ឲ្យឡានបុកទៅអានឹងមកពីប្រុសសាវ៉ាហ្នឹងខុសហើយមកពីខាងស្រីឲ្យគេក្បត់ហើយចុះតាហេតុអ្វីបានជាស្រីក្បត់ប្រុសអានឹងមកពីខាងប្រុសឲ្យខាងស្រីក្បត់ដែរនោះខុសហាភ្លឺមកពីខាងស្រីសាវ៉ាហីមិនទៅចឹងខ្ញុំមានអីត្រូវឆ្ងល់ហ៎បើចម្លើយផ្លាស់ប្ដូរទៅតាមកលៈទេសៈអីមិនដឹងអីចុះបាញ៉ៃម្លឹងតើត្រូវបន្ទោសអ្នកណាត្រូវបន្ទោសខ្លួនឯងនឹងពេលស្លាញ់ដំបងអត់ចេះពិនិត្យមើលចុះឯងចេះពិនិត្យចុះហីចេះតាគេពិនិត្យមិនអ្នកណាមកកក់ដឹងតែស្មោះស្នេហ៍ហ្មងអ្នកមកជូតស្រួយដឹងតែសាវ៉ា 100% ចុះឯងស្លាញ់ស្អាតឬក៏ស្លាញ់អាក្រក់ចុះមានណាភ្លឺអត់ស្លាញ់ស្រីស្អាតទេចុះក្រែថាស្អាតនឹងសាវ៉ាអីចុះមិនដឹងធ្វើម៉េចអានឹងកម្មយើងតើចេះតែធំទៅតើសម័យកាលនេះធ្វើយ៉ាងម៉េចទើបមានផលចំណេញចង់ចំណេញច្រើនលក់ផ្លែប៉េះតែឯងក្នុងសម័យសាមកុកនេះគឺលក់គ្រឿងពេជ្រមាសប្រាក់គ្រឿងអលង្ការគ្រឿងក្រអូបឬក៏គ្រឿងតុបតែងលម្អខ្លួនប្រាំផ្សេងខុសពីសម័យតង់ជ័រដែលរាជអាចលក់បានត្រឹមតែគ្រឿងសុភាវុធគ្រឿងទេសនិងគ្រឿងឧបភោគបរិភោគសម្រាប់ទាហានតែប៉ុណ្ណោះត្រូវខ្លះអត់ខ្លះតែឲ្យខុសរមនោះនៅសម័យកាលនេះវាយគ្នាដណ្ដើមទឹកដីបានសបាយតែឆ្ងល់នៅឆ្នាំ2018សម័យកាលព្រះរាជាណាចក្រកម្ពុជាអាមិនក៏ទិញលក់ដីឡូអីលយម្លេះនោះមិនចាំបាច់កាប់ចាក់គ្នាដូចយើងទេដីឡូនៅផ្ទះល្វែងតម្លៃថោក